ទៀត to see then switch it up and treat me right ចាគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំមានបង្អែមមកទៀតហើយចង់ចែកជូនទៅបងប្អូនទាំងអស់គ្នាពីរបៀបធ្វើអញ្ចឹងបងប្អូនចង់ដឹងថាជាបង្អែមអ្វីទៅអត់មើលទាំងអស់គ្នាចាបងប្អូនទាយមើលដឹងថាជាបង្អែមអ្វីចាសម្រាប់បងប្អូនខ្លះគឺគាត់ដឹងហើយគាត់ឃើញគឺគាត់ស្គាល់មកថាបង្អែមអ្វីចាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំចង់ធ្វើបង្អែមបបរចាប់ឆាយបងប្អូនចាបបរចាប់ឆាយគឺថាឆ្ងាញ់ហ្មងគឺមានពងទាមានដាក់ពងទាដោយសារបងប្អូនខ្លះគាត់ឆ្ងល់គេថាបង្អែមអីមានពងទាចាគឺបង្អែមហ្នឹងគឺគេដាក់ជាមួយពងទាក៏បានក៏ដាក់ក៏បានដែរតែសម្រាប់ខ្ញុំដាក់ពងទាបងប្អូនធានាថាអត់ឆ្អាបទេអញ្ចឹងបងប្អូនចង់ដឹងនិងចង់ចាស់ពីរបៀបធ្វើកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណាចាបងប្អូនយើងធ្វើការដាក់តាមជាកដោហ្នឹងយើងត្រាំឲ្យរីកហើយយើងលាងសម្អាតវាស្អាតបន្ទាប់មកសណ្តែកបងប្អូនសណ្តែកយើងត្រាំឲ្យរីកហើយលាងសម្អាតវាស្អាតបានយើងយកទៅដាំណាបងប្អូនណាបងប្អូនសណ្តែកគឺយើងសម្អាតវាឲ្យស្អាតរត់តែទឹកថ្លាអញ្ចឹងណាបងប្អូនហើយយើងធ្វើការដាក់ស្ងោរណាហើយពេលសណ្តែកឆ្អិនយើងជាប់គឺយើងយកស្រួយបងប្អូនគឺយើងអត់យករីកទេយើងយករៀងស្រួយបានចាបងប្អូនទាំងអស់គ្នាគ្រឿងធ្វើបង្អែមគឺគ្រប់ហើយបងប្អូនសណ្តែកគឺយើងស្ងោរឆ្អិនហើយបងប្អូនគឺយើងស្ងោរស្រួយแบบហ្នឹងណាបងប្អូនចាគឺមានសណ្តែកមានពងទាមួយគ្រាប់មានអំបិលមានស្លឹកត្រចៀកក្តៅហើយនឹងខ្ទិះដូងបងប្អូនខ្ទិះដូងខ្ទិះដើមសម្រាប់យើងដួសដាក់ពេលញ៉ាំណាហើយស្ករសម្សៅឆាមានជាមួយនឹងឆាខ្វៃតែខ្ញុំបានបង្ហាញជូនណាអញ្ចឹងចាំតាមដានពីរបៀបធ្វើទាំងអស់គ្នាបងប្អូនចាបងប្អូនជាប់សណ្តែកជាប់អីហើយអញ្ចឹងគឺថាឆ្លៀតកាំងដូងហើយណាលើគឺយើងចាប់ដាំទឹកទេបងប្អូននេះគឺទឹកបង្អែមបងប្អូនណាដោយសារសណ្តែកយើងស្ងោរហើយអូខេអស់ហើយចាបងប្អូនឥឡូវទឹកយើងពុះហើយបងប្អូនហើយសម្រាប់សណ្តែក2ខាំគឺខ្ញុំដាក់ទឹក2លីត្របងប្អូនណាខ្ញុំធ្វើការបង់ត្រចៀកក្តៅចូលបងប្អូនហើយយើងត្រូវធ្វើទឹកស្ករកូរទាំងអស់គ្នាព្រោះបង្អែមនឹងមួយគឺយើងអត់អាចបង់ស្ករបង់សណ្តែកបានទេបងប្អូនព្រោះយើងធ្វើទឹកស្ករយើងកូរហើយបានយើងបង់សណ្តែកក្រោយណាបងប្អូនយើងចាប់ផ្ដើមលាយទឹកស្ករយើងដើម្បីកូរអញ្ចឹងបើបងប្អូនអត់ភ្លេចបានទេរឿងបើមួយណាព្រោះឲ្យវាផ្អែមដិតហើយកុំឲ្យភ្លាវណាហើយសម្រាប់បង្អែមហ្នឹងគឺប្រើជាមួយស្ករសបងប្អូនណាប្រើជាមួយស្ករសគឺអត់មានលាយស្ករត្នោតទេខ្ញុំដាក់ស្ករចំនួន1គីឡូចាក់ចូលមកចាចំនួន2វែកមិន1វែកទេ2វែកបងប្អូនណា2វែកយើងកូរវាឲ្យវាសព្វចឹងហើយណាយើងកូរវាឲ្យសព្វចាបងប្អូនឥឡូវយើងកូរវាស្មើសព្វហើយយើងយកទៅកូរចាក់កូរក្នុងឆ្នាំអានយើងណាជិះពុកល្អផងណាអញ្ចឹងយើងធ្វើការកូរទឹកស្ករជាមួយម្សៅឆាអំបិលយើងលេងមកណាចាក់វាកូរទាំងមកងាយបងប្អូនគឺធ្វើស្រួលមែនតើតែសម្រាប់បងប្អូនខ្លះគឺគាត់អត់ចេះធ្វើទេអាហ្នឹងគេហៅបង្អែមចាប់ឆាយបងប្អូនហើយបងប្អូនមួយចំនួនគឺគាត់ដាក់ជាមួយផ្កាសារាយណាខ្ញុំតែអត់ចូលចិត្តទេគឺខ្ញុំដាក់តែប៉ុណ្ណឹងអូខេនេះសារាយបងប្អូនយើងដាក់ចូលហើយយើងដាក់សារាយចូលណាហើយយើងចង់ដាក់ចាក់សារាយលើឆ្នាំងក៏បានដែរតែបង្អែមឆ្អិនហ្នឹងគឺខ្ញុំដាក់ចូលហើយព្រោះយើងដាក់លើឆ្នាំងវាយូរវាអាចខ្លោចជាប់បាតចឹងណាខ្ញុំធ្វើការកូរសារាយទៅសិនដោយសារគឺយើងធ្វើឆ្នាំងនេះតូចទេយើងធ្វើការកូរវាយសារាយចូលឲ្យស្មើជាមួយបង្អែមយើងទឹកវាហ្នឹងណាទឹក2លីត្រសណ្តែក2ខាំបងប្អូនស្ករសចំនួន1គីឡូហើយអំបិលមកចង់ចាប់ពីកាហ្វេណាបងប្អូនដាក់ភ្លក់ទាំងអស់គ្នាយើងធ្វើការដាក់ជាមួយខ្ទិះដូងបងប្អូនពីដើមណាសម្រាប់ខ្ទិះដូងហ្នឹងគឺយើងដាក់អំបិលបន្តិចដែរបងប្អូនឲ្យវាសាបហ្មងឲ្យវារាងតែឡើងណាចាខ្ទិះដូងមកចាបងប្អូនគឺថាយកជូនម៉ាជូនអ៊ីនៅចិត្តជំនាន់ផ្ទះបងប្អូនដោយសារយើងញ៉ាំអត់អស់ដែរខ្ទិះដូងមកយើងកាត់ជាមួយឆាខ្វៃដាក់ទៅดูจับครับไม่เอาไว้แอมจับชายทำมาชอบความแบบมันเป็นน้ำมาจากในต่างประเทศจากผ่านต่อโลกเลยถูกน้ำตกชา
ឆ្ងាញ់ញ៉ាត់ទៀតមិនឆ្ងាញ់មិនមើលសម្រស់គេផងកវីក្បាលស្អីលើកញករហូតចឹងចាបងប្អូនអ្វីនេះសម្រាប់បបរចាក់ឆាយឬបបរទៅចូលអ្វីដែលផ្លេចអត់បានណាឆាខ្វៃបងប្អូនដាក់ជាមួយឆាខ្វៃសម្រាប់តំបន់បងប្អូនខ្លះបងខ្លះគឺគាត់ដាក់ជាមួយចេកចៀនបងប្អូនចាចេកចៀនក៏ឆ្ងាញ់ឆាខ្វៃក៏ឆ្ងាញ់សម្រាប់ខ្ញុំដាក់ជាមួយឆាខ្វៃចាគាត់ដាក់ចង់ណាតោះលក់ទាំងគ្នាកូរវាឲ្យស្គាល់ចូលគ្នាណាចិត្តអរគុណបងប្អូនសម្រាប់ការឆ្លៃនឹងចូលចិត្តតាមដានវីដេអូរបស់ខ្ញុំណាចាកុំភ្លេចជួយ follow page អ្នកមួយហើយនិង subscribe នៅក្នុង YouTube ផងណា share comment អរគុណច្រើនបាយបាយជួបគ្នាវីដេអូក្រោយ